លទ្ធផលនៃការចរចាជុំទី2រវាងរុស្ស៊ីនិងអ៊ុយក្រែននៅទូគីនឹងដឹងលទ្ធផលហើយការវាយប្រហារដោយដ្រូនដែលមានតម្លៃត្រឹមតែ$1200របស់អ៊ុយក្រែនក៏ប៉ុន្តែធ្វើឲ្យរុស្ស៊ីចុកឈាមនោះជាឥទ្ធិពលយ៉ាងណាសម្រាប់សង្គ្រាមនាពេលបច្ចុប្បន្នមានសេចក្តីរាយការណ៍ថាអ៊ុយក្រែនបានរៀបចំផែនការដ្រូនសំណាញ់ពីងពីងអស់រយៈពេលរហូតដល់18ខែដោយប្រើដ្រូនសរុបចំនួន117គ្រឿងនៅក្នុងនោះមួយគ្រឿងមានតម្លៃត្រឹមតែ$1200តែប៉ុណ្ណោះលុះដល់ថ្ងៃអាទិត្យទី1មិថុនាអ៊ុយក្រែនបានចាប់ផ្ដើមប្រតិបត្តិការសំណាញ់ពីងពីងដោយបង្កប់ដ្រូនទាំងនោះនៅក្នុងឡាំងឈើដឹកតាមរថយន្តធំហើយដល់គោលដៅត្រូវវាយប្រហារអ៊ុយក្រែនបានចុចតេឡេបញ្ជាឲ្យបើកដំបូលរួចដ្រូនបានហោះទៅស្រោចចេញទៅវាយប្រហារគោលដៅរៀងៗខ្លួនទីភ្នាក់ងារសេវាសម្ងាត់អ៊ុយក្រែនបានអះអាងថាក្នុងការវាយប្រហារនេះខ្លួនបានបំផ្លាញយន្តហោះចម្បាំងរបស់រុស្ស៊ីបាន41គ្រឿងរួមមានយន្តហោះទម្លាក់គ្រាប់លឿនជាងសំឡេង TU-22M យន្តហោះទម្លាក់គ្រាប់បែក TU-95 និងយន្តហោះស៊ើបការA50 ជាដើមនៅក្នុងមូលដ្ឋានទ័ពអាកាសចំនួន4កន្លែងរបស់រុស្ស៊ីរួមទាំងមូលដ្ឋាននៅតំបន់អាកតិចនិងស៊ីបេរីផងដែរបើទោះបីជាយ៉ាងណាក៏ដោយមានសេចក្តីរាយការណ៍ខ្លះបានអះអាងថាតាមពិតរុស្ស៊ីខូចខាតយន្តហោះទម្លាក់គ្រាប់តែប្រមាណគ្រឿងតែប៉ុណ្ណោះមិនច្រើនដោយអ៊ុយក្រែនបានអះអាងនោះឡើយអ្នកវិភាគបានលើកឡើងថាបើដោយអ៊ុយក្រែនបានអះអាងមែននោះអីចឹងវាអាចធ្វើឲ្យសមត្ថភាពក្នុងការទម្លាក់គ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីថយចុះជាង 30% បើនៅក្នុងលទ្ធភាពសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងមែនព្រោះយន្តហោះដែលខូចខាតទាំងនោះគឺជាឆ្អឹងខ្នង 1/3 នៃក្រុមយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់រុស្ស៊ីលោកអ៊ីវ៉ាអតីតមេទាហានមួយរូបរបស់អ៊ុយក្រែនបានប្រាប់អាយ៉ាហ្សារ៉ាថាប្រតិបត្តិការដ៏ជោគជ័យនេះគឺបានជួយលោកខាងលិចព្រោះវាបានកាត់បន្ថយអំណាចនុយក្លេអ៊ែររបស់រុស្ស៊ីហើយអ្វីដែលធ្វើឲ្យរុស្ស៊ីចុកឈាមនោះគឺអ៊ុយក្រែនប្រើដ្រូនតម្លៃត្រឹមតែ$1200នៅក្នុងមួយគ្រឿងប៉ុន្តែធ្វើឲ្យរុស្ស៊ីខាតយន្តហោះចម្បាំងគិតជាទឹកប្រាក់$7000លានបើទោះបីជាយ៉ាងណាក៏ដោយអតីតមេទាហានអ៊ុយក្រែនរូបនេះបានបញ្យល់ថាវាមិនជាឥទ្ធិពលលើសង្គ្រាមលើដីនៅជួរមុខប្រវែង1200គីឡូម៉ែត្រដែលកំពុងតែបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែននោះឡើយដែលនេះមានន័យថាសមត្ថភាពវិលុកដោយទ័ពថ្មើរជើងរបស់រុស្ស៊ីគឺនៅតែមិនថមថយដដែលដោយឡែកងាកទៅមើលលទ្ធផលនៃការចរចានៅក្នុងទីក្រុងអ៊ីស្តានប៊ុលនៅក្នុងប្រទេសទូគីវិញគឺឯកភាពគ្នាលើរឿងដោះដូរឆ្លើយតែមួយមុខគត់គណៈការចរចាស្ដីពីបទជុំបាញ់នៅតែបរាជ័យដដែលរុស្ស៊ីបានប្រាប់អ៊ុយក្រែនអំឡុងកិច្ចចរចាសន្តិភាពនោះថាខ្លួនព្រមបញ្ចប់សង្គ្រាមលុះត្រាតែទីក្រុងគៀវព្រមបោះបង់ចោលនៅទឹកដីដែលរុស្ស៊ីរំដោះបានទាំងអស់ព្រមកាត់បន្ថយកងទ័ពព្រមដកទ័ពចេញពីទឹកដីរុស្ស៊ីកាន់កាប់ព្រមរក្សាជាប្រទេសអព្យាក្រឹតមិនចូលបកសម្ព័ន្ធ NATO ហើយអន្តរជាតិត្រូវតែទទួលស្គាល់ទឹកដីគ្រីមៀនិងខេត្តចំនួន4ទៀតដែលទីក្រុងមូស្គូរំដោះបានថាគឺជាទឹកដីរបស់រុស្ស៊ីហើយត្រូវតែមានការការពារពលរដ្ឋនិយាយពីសាររុស្ស៊ីនៅអ៊ុយក្រែននិងចេញច្បាប់ហាមមិនឲ្យមានការលើកដំកើងលទ្ធិណាស៊ីជាដើមក្រោមលក្ខខណ្ឌដែលរុស្ស៊ីទាមទារគឺអ៊ុយក្រែនមិនអាចទទួលយកបាននិយាយឲ្យចំគឺមានការឯកភាពគ្នាតែរឿងដោះដូរឆ្លើយសឹកបន្ថែមនិងការផ្ដោតទៅលើឆ្លើយសឹកដែលឈឺរោគរបួសនឹងក្មេងៗនិងឯកភាពប្រកុលសពទីហ៊ានទៅវិញទៅមកដែលមានចំនួនសរុប12000ទាំងសងខាងតែប៉ុណ្ណោះ